ជាបឋមខ្ញុំប្រកាសណាម្ចាស់សូមលើកកំបងកងអញ្ជលីគ្រប់និងនមស្ការចំពោះព្រះប្រជុំ3នៃបត្រៃរតគឺព្រះពុទ្ធរត1ប្រធមរត1និងព្រះសង្ឃរត1អាតរិនអ្នកដោយសេចក្តីគិរវៈជ្រះថ្លាដល់ពងពោះឧត្តមឧត្តមប្រសើរស្មើដោយជីវិតសពកាលសមាសការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះធេរានុត្រៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគិរវៈជ្រះថ្លាចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីទាំងអស់ទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំប្រកាសណាធម្មភាពណឆ្លើយសំណួររបស់ញោមមហាបាសិកាសុធម្មធានីដែលគាត់សួរអំពីការច្រូចទឹកហ្នឹងគាត់សួរថាតើការច្រូចទឹកវាជាកិច្ចសំខាន់ដែលយើងធ្វើបន់ហើយយើងចាំបាច់ត្រូវជាច្រូចណាឬក៏មិនច្រូចបានដែរឬទេការច្រូចទឹកនឹងមានប្រវត្តិតាក់ទងទេនៅក្នុងព្រះពុទ្ធសាសនាហើយណាបើមានតើព្រះអង្គទ្រង់សម្ដែងយ៉ាងម៉េចអំពីប្រវត្តិនៃការច្រូចទឹកនឹងហើយនឹងទឹកកិយាចម្លងដែលគាត់ឆ្ងល់តែពេលដែលគេធ្វើបន់ហើយពេលដែលយើងឆ្លងញាតិញោមណាពេលយើងឆ្លងហ្នឹងគឺយើងតែងមានទឹកកិយាចម្លងហ្នឹងយើងយកទឹកហ្នឹងទៅដាក់លើប្រហោះប្រសង់អញ្ចឹងទៅហើយយើងយកទឹកហ្នឹងមកដាក់ក្រោយពីដាក់ប្រសង់ហើយយើងយកមកដាក់ញាតិមិត្តអ្នកដែលចូលរួមក្នុងកម្មវិធីបន់ហ្នឹងតើទឹកកិយាចម្លងហ្នឹងមានន័យម៉េចគេធ្វើដើម្បីអីហើយនៅការច្រូចទឹកហ្នឹងមានន័យដូចម្ដេចគេធ្វើដើម្បីអីហើយជាការចាំបាច់ត្រូវតែធ្វើឬណាក្នុងពុទ្ធសាសនាហ្នឹងអាត្មាសូមបញ្ជាក់ថាប្រវត្តិនៃការច្រូចទឹកហ្នឹងក៏ដូចជាទឹកកិយាចម្លងនេះយើងមានសម្ដែងក្នុងពុទ្ធសាសនាដែរមិនមែនមិនមានទេបងណាយើងគ្រាន់តែថាយើងធ្វើសពថ្ងៃតាមរបៀបបុរាណនិយមខ្លះតាមរបៀបណាមិនមែនខ្លះទេគឺយើងធ្វើតាមរបៀបបុរាណនិយមច្រើនជាងពុទ្ធនិយមរាល់ថ្ងៃកម្មវិធីដែលយើងធ្វើមកឃើញច្រើនរាល់ថ្ងៃនេះគឺបុរាណនិយមច្រើនជាងពុទ្ធនិយមហេតុអីបានថាអញ្ចឹងឧបមាដូចបន់ខួប100ថ្ងៃ7ថ្ងៃ1ឆ្នាំ2ឆ្នាំអាហ្នឹងក្នុងកាពីពុទ្ធសាសនាគេមាននិយាយខួប100ថ្ងៃ1ឆ្នាំ2ឆ្នាំណាញោមបនហ្នឹងគេអត់និយាយបនខួប1ឆ្នាំ2ឆ្នាំ100ថ្ងៃទេណាគេនិយាយអំពីបនសង្កតាតក្កណានុបទានឲ្យតែកិច្ចទាំងឡាយណាធ្វើសម្រាប់អ្នកស្លាប់គឺចាត់ចូលក្នុងសង្កតាតក្កណានុបទានទាំងអស់ប៉ុន្តែដល់ពេលយើងធ្វើតាមបុរាណនិយមយើងទៅជាខួប100ថ្ងៃ7ថ្ងៃគ្រាន់តែបញ្ជាក់ញោមបន្តិចថាខួបហ្នឹងគ្រាន់តែជាកិច្ចយើងរលឹកដល់ពេលវេលាដែលយើងឃ្លាតព្រាត់មនុស្សជាទីស្រឡាញ់យើងទៅរយៈពេលប្រមាណហើយវាវិលមកដល់ថ្ងៃហ្នឹងវិញជាកិច្ចដែលយើងរលឹកណាដែលគាត់ឃ្លាតព្រាត់ពីយើងទៅឧមាថាគាត់ស្លាប់ទៅ7ថ្ងៃយើងធ្វើជាកិច្ចរលឹកដល់ពេលវេលាដែលមនុស្សជាទីស្រឡាញ់របស់យើងព្រាត់ពីទ្រូងយើងទៅ7ថ្ងៃ100ថ្ងៃយើងរលឹកដល់ពេលវេលាដែលគាត់ព្រាត់ពីយើងទៅ100ថ្ងៃមួយឆ្នាំយើងរលឹកដល់ពេលវេលាដែលគាត់ព្រាត់ពីយើងទៅមួយឆ្នាំតែប៉ុណ្្នឹងទេអត្តន័យពិធីបុណ្យខួបនោះពីព្រោះខួបនឹងមានន័យថាវិលជុំគម្រប់នឹងមានន័យថាវាវិលគ្រប់មកដល់ពេលវេលាដែលយើងឃ្លាតព្រាត់ពីមនុស្សដែលយើងស្រឡាញ់ហ្នឹងទៅអញ្ចឹងជាកិច្ចដែលយើងធ្វើឡើងក្នុងការរលឹកដល់ពេលវេលាដែលគាត់ព្រាត់ឃ្លាតពីយើងទៅរយៈពេលប្រមាណក្នុងការកំណត់ប៉ុណ្្នឹងទេមិនមែនមានន័យថាតើធ្វើចំថ្ងៃទី7បានខុសថ្ងៃទី7មិនបានធ្វើចំថ្ងៃទី100បានខុសថ្ងៃទី100មិនបានទេនឹងបើញាតិញោមឆ្ងល់រឿងហ្នឹងថ្ងៃក្រោយអាត្មានឹងបកស្រាយរឿងប្រវត្តិតាក់ទងនឹងប៉ុន100ថ្ងៃ7ថ្ងៃហ្នឹងវាមានប្រវត្តិដែរប៉ុន្តែមិនមែនជាពុទ្ធវចនៈទេជាគម្ពីរដីកាដែលលោកអ្នកប្រាជ្ញលោកតសេចងក្រងរៀបរៀងមកតាមក្បួនច្បាប់ណាផ្សេងដែលមិនពាក់ព័ន្ធនឹងពុទ្ធសាសនាហ្នឹងឯងដែលគេហៅថាបុរាណនិយមញោមបុរាណនិយមដោយរឿងយើងច្រូចទឹកនិងទឹកក្រយាចម្លងអញ្ចឹងច្រូចទឹកនិងទឹកកិយាចម្លងហ្នឹងអាហ្នឹងមានសម្ដែងក្នុងពុទ្ធសាសនាប៉ុន្តែគ្រាន់តែថាពេលខ្លះយើងមិនប្រកាន់ភ្ជាប់ឲ្យត្រូវតាមកន្លងដែលព្រះអង្គបញ្យលយើងច្រើនតែនាំគ្នាដើរបែកឆ្វេងមិនបានអាត្មាថាអញ្ចឹងឥឡូវសួរតែតើចាំបាច់ទេដែលយើងធ្វើបន់មកនិយាយរឿងសំណួរគាត់តិចសិនចាំមកបញ្យលតើយើងចាំបាច់ថាគ្រប់កម្មវិធីទាំងអស់យើងត្រូវតែច្រូចទឹកបើមិនច្រូចទឹកមិនបានឬក៏យ៉ាងម៉េចមិនទាស់ទេញោមកាលណាសទ្ធាគឺផ្លូវចិត្តរបស់យើងបានបង្អោនចុះដោយសេចក្តីរីករាយជ្រះថ្លាក្នុងពុទ្ធគុណធម្មគុណសង្ឃគុណពុទ្ធរតធម្មរតសង្ឃរតនឹងមានទៅនៅការត្រេកអររីករាយជ្រះថ្លាលះទៅនៅមច្ឆរិយៈគឺសេចក្តីកំណាញ់ហើយបានយើងបរិច្ចាគទៅនៅណាទានដែលយើងលះទៅហើយកាលណាយើងលះចេញផុតពីសេចក្តីអាល័យគឺផ្លូវចិត្តយើងនេះនិយាយឲ្យងាយស្រាប់កាលណាលះអស់ទៅនៅសេចក្តីអាល័យយើងមិនចាំបាច់ឆ្លងទៀតទេបើយើងអស់ទៅនៅសេចក្តីអាល័យយើងអស់ទៅនៅរាគៈយើងអស់ទៅនៅទោសៈយើងអស់ទៅនៅលោភៈនឹងយើងអស់ទៅនៅកាមតណ្ហានឹងយើងអស់ទៅនៅកិលេសកម្មនិងវត្ថុកាមយើងលែងជាប់ជាពាក់នឹងនៅក្នុងអន្លង់ទាំងឡាយ4ហ្នឹងព្រោះឆ្លងហ្នឹងគេនិយាយអំពីការឆ្លងទៅនៅអន្លង់ទាំងឡាយ4ហើយចុះបើយើងអស់អាហ្នឹងទៅហើយតើយើងចាំបាច់ឆ្លងទឹកហ្នឹងដើម្បីទៀតទេព្រោះទឹកហ្នឹងមិនមែនមានន័យថាយើងឆ្លងទឹកហ្នឹងឆ្លងឲ្យផុតអន្លង់4ហ្នឹងទេទឹកហ្នឹងគ្រាន់តែជាតំណាងទេបន្តិចទៀតមកបញ្យល់រឿងហ្នឹងទឹកហ្នឹងគ្រាន់តែជាតំណាងឲ្យអន្លង់4ទេយីមិនមានន័យថាតើយើងធ្វើអាហ្នឹងទៅយើងឆ្លងផុតអន្លង់4ហ្នឹងអត់ទេនឹងការឆ្លងផុតត្រូវមានសទ្ធាមានបញ្ញាមានវិរិយៈមានអបមាទៈនោះនឹងព្រះអង្គសម្ដែងអញ្ចឹងទឹកកិរិយាចម្លងហ្នឹងបើសិនណាជាយើងឆ្លងផ្លូវចិត្តយើងរួចហើយយើងមិនចាំបាច់ធ្វើពិធីហ្នឹងក៏បានហ្នឹងសំខាន់គឺចិត្តយើងជ្រះស្រឡះរួចហើយ
នឹងមិនចាំបាច់ធ្វើពិធីនឹងនាំសៅម៉ងច្រើនក៏បានប៉ុន្តែបើយើងមានសេចក្តីជ្រះថ្លាយើងធ្វើទៅក៏វាចម្រើនណាបុណ្យកុសលមិនតោះខុសអីទេយើងធ្វើក៏បានមិនធ្វើក៏បានប្រសិនបើផ្លូវចិត្តយើងជ្រះស្រឡះហើយរឿងមួយទៀតដូចយើងច្រោចទឹកដូចគ្នាយើងចង់ច្រោចក៏បានមិនច្រោចក៏បានគឺការច្រោចទឹកនឹងជាកិច្ចផ្សាយមេត្តាចិត្តនឹងចម្រើនទៅនៅកុសលដល់ញាតិនឹងការផ្សាយទៅនៅកុសលនឹងការបញ្ជាក់ទៅនៅការឆ្លងទៅនៅសទ្ធារបស់យើងនឹងដើម្បីចម្រើនសេចក្តីល្អផ្សាយនៅបញ្ញនិធិនឹងដល់ញាតិប៉ុន្តែពេលខ្លះការផ្សាយហ្នឹងមិនមែនតើយើងច្រោចទឹកបានយើងផ្សាយកើតទេណាញោមខ្លះចាំបាច់ផុតទៅច្រោចទឹកអញ្ចឹងតែហ្មងព្រោះទំនៀមទម្លាប់ពីបុរាណមកគឺត្រូវតែច្រោចអញ្ចឹងហ្មងយើងច្រោចទៅប៉ុន្តែគ្រាន់ថាបើមិនច្រោចបានទេថាបានមិនតោះខុសអីណាបើយើងផ្សាយមេត្តាចិត្តនៅក្នុងចិត្តយើងហើយហ្នឹងណាសំបីតែយើងរលឹកណាមិនមែនរលឹកនៅនឹងការច្រោចនឹងដៃណាពេលដែលយើងសតិយើងរលឹកដូចពុទ្ធានុសតិធម្មនិសតិសង្ឃេសីលាចគាទេវិមរណាអីយើងរលឹកតែក្នុងចិត្តយើងទៅណាអញ្ចឹងយើងមិនចាំបាច់ច្រោចគឺយើងអាចផ្សាយមេត្តាចិត្តនឹងបានដូចគ្នាណាមិនតោះខុសអីទេដូចយើងថ្វាយអង្គមព្រះបើកាយយើងមានបញ្ហាយើងមិនបាច់ថ្វាយដោយកាយក៏បានយើងថ្វាយតែក្នុងចិត្តយើងទៅគឺវាមិនតោះខុសអីដូចតែគ្នាហ្នឹងឥឡូវសូមបញ្យល់ញោមថាតើការច្រោចទឹកហ្នឹងមានសម្ដែងក្នុងពុទ្ធសាសនាមានក្នុងកពីធម្មបទនោះព្រះអង្គសម្ដែងប្រពអំពីនន្តយបាសកនន្តយបាសកប្រកាសណាលោកចាស់ធ្លាប់ប្រែធម្មបទដឹងណាក្នុងកពីធម្មបទព្រះអង្គប្រពអំពីនន្តយបាសកនោះណាដែលគាត់ធ្វើទៀនធ្វើសាលាហើយឆ្លងសាលាឆ្លងសទ្ធារបស់គាត់ហ្នឹងគាត់ច្រោចទឹកណានៅលើប្រហោះរបស់ព្រះសម្មាសម្ពុទ្ធហើយដោយលោកយាយវិសាខាអីគាត់ធ្វើកត់ហើយគាត់ច្រោចទឹកនៅលើប្រហោះរបស់ព្រះសម្មាសម្ពុទ្ធហើយព្រះសម្មាសម្ពុទ្ធក៏យកទឹកនៅលើប្រហោះហ្នឹងដាក់ចុះនៅលើបធរណីដើម្បីជាសក្ខីភាពឲ្យនាងគង់ហេងណាឲ្យរុក្ខទេវតាអាកាសទេវតាបានដឹងឮតែថ្ងៃនេះអ្នកកអ្នកខបានបំពេញសេចក្តីល្អអ្នកអាទឹកហ្នឹងដូចគ្នាណាដែលអាត្មាចង់បញ្ជាក់ណាញាតិញោមមិនមែនធ្វើតាមពុទ្ធនិយមព្រះអង្គមិនមែនយល់ទៅតាមពុទ្ធនិយមព្រះអង្គយកបើគេយកទឹកដាក់លើប្រហោះព្រះអង្គត្រូវយកទឹកហ្នឹងទៅទម្លាក់នៅលើដីនៅលើបធរណីជាកសិនសាក្សីឲ្យនាងគង់ហេងហ្នឹងបានដឹងថាអ្នកកអ្នកខបានបំពេញសេចក្តីល្អជាសាក្សីរស់ឲ្យគេដឹងឮផងហើយណាផ្សាយសេចក្តីល្អហ្នឹងដល់ញាតិរបស់គេថាគេបានឆ្លងនៅសទ្ធានៅសេចក្តីល្អរបស់គេហើយឯយើងនេះវាមិនយល់អញ្ចឹងវាទៅជាគេយកទឹកដាក់លើប្រហោះព្រះអង្គគ្រប់ព្រះអង្គខ្លះទេខ្ញុំកណាស់មកទោសកុំនិយាយប៉ះព្រះអង្គណាព្រះអង្គគ្រប់ព្រះអង្គខ្ញុំកណាស់ឃើញព្រះអង្គខ្លះពេលដែលគេយកទឹកដាក់លើប្រហោះព្រះអង្គអត់យល់អញ្ចឹងព្រះអង្គទៅជាយកអាទឹកនឹងឆ្លីដៃហើយយកមកជូតប្រកែកជូតក្បាលព្រះអង្គនឹងទៅហើយជួនកាលនឹងយកមកហិតនៅច្រមុះនឹងទៅលើកដៃទាំងពីរនឹងយកមកជូតក្បាលជូតអីចឹងទៅហើយដល់អាប្រសក់គ្នាវាអត់បានរៀនធម៌បានយល់ធម៌ឯនោះគ្នាវារវល់តែរស់ស៊ីបើប្រសក់គ្នាមានពេលណាមកបួសមករៀនដូចយើងហើយយើងអ្នកបួសរៀននេះយើងទៅយល់ខុសចឹងហើយដល់តែគ្នានោះគ្នាឃើញចឹងហើយម្នាក់បឋិជនចង់បានប្រសក់ឃើញលោកធ្វើចឹងស្មានអាទឹកនឹងទឹកមុនប្រកែស័ក្តិសិទ្ធអីអាត្មាទៅកម្មវិធីអាដាមទាវញាតញោមភាកច្រើនឃើញចឹងជួនកាលទៅដូចថាចង់បានអាទឹកហ្នឹងម្ចាស់បនគេចលុកតាមដៃវាអត់គ្រប់គ្នានោះជាអានេះយកអាចលុកជក់ហ្នឹងម្ចាស់បនមួយហ្នឹងចលុកទាំងបាចឹងទៅក្រោយពីដាក់ដៃលោកហើយហ្នឹងណាប្រហោះលោកហើយហ្នឹងបាចឹងទៀតទៅហើយនោះលើកយកមកជូតក្បាលតាមលោកដៃចឹងមកយល់ខុសទៅទៀតកាន់តែធ្វើមនុស្សហ្នឹងកាន់តែល្ងឹតល្ងងងប់ងល់ទៅលើជំនឿមង្គលភ្ញាក់ផ្អើលដែលអត់មានហេតុមានផលហ្នឹងទៅទៀតនឹងថាអញ្ចឹងកុំសុំប្រកាសណាលោកចាស់ញាតិញោមអធិស្ឋានអាត្មាគ្រាន់តែចង់លើកហេតុលើកផលឲ្យញោមយល់ថាទឹកនឹងមិនមែនជាទឹកមុនអីទេញោមហើយទឹកកាយាចម្លងហ្នឹងណាមិនមែនជាទឹកមុនណាទឹកដែលយើងច្រូចហ្នឹងមិនមែនជាទឹកស័ក្តិសិទ្ធិប្រកែតតែយើងច្រូចទឹកបានដល់ម្ដាយយើងហើយទឹកកាយាចម្លងហ្នឹងយើងយកមកដាក់ក្បាលយើងទៅវាកើតសេរីកើតសួស្ដីកើតមង្គលអីអត់ទេយាយមង្គលអត់នៅតែហ្នឹងទេយាយហើយតែយាយយល់ថាមង្គលនៅតែហ្នឹងដូចទេវតាឆ្លោះគ្នាជជែករឿងមង្គលហ្នឹងទៅទៀតទេវតាដំបងរមមង្គលមិនឃើញទេវតាមួយថាភ្នែកមង្គលទេវតាមួយថាកុំតែមានមាត់អញទៅអណ្ដាតឯងទៅពីមហូបភ្លុកដឹងរស់អណ្ដាតមង្គលមកពីអណ្ដាតនាំដឹងរស់សាប្រៃអាមួយគេថាថ្មិញអ្នកទៅពីមហូបអាហ្នឹងមង្គលអាមួយគេថាតិចស្ដាប់ឮអាហ្នឹងមង្គលអាមួយគេថាភ្នែកមើលឃើញអាហ្នឹងមង្គលអាមួយគេថាដៃកាយប៉ះពាល់ត្រូវក្តៅដឹងតិចអាហ្នឹងមង្គលជជែកគ្នារមង្គលទៅរកឯណាឃើញនិយាយដល់ព្រះអង្គសម្ដែងមង្គលមិននៅតែហ្នឹងឯណាណាមង្គល38ប្រការឧទាហរណ៍ថាព្រះអង្គសម្ដែងថាមេតាបេតុបដ្ឋានੰពតតិរសសង្កហោអនាបលាចកម្មមន្តៈអេតំមង្គលមត្តមੰឧទាហរណ៍ថាកិរិយាបម្រើមេតាមួយកិរិយាបម្រើបៃតាមួយកិរិយាសង្គ្រោះបុត្រភរិយាមួយទាំង4នេះជាមង្គលដ៏ឧត្តមឃើញព្រះអង្គសម្ដែងថាមង្គលអត់មាននៅរឿងខាងក្រៅហ្នឹងផងហ្នឹងមង្គលនៅខ្លួនយើងទេយើងកាលណាយើងប្រតិបត្តិបានល្អមង្គលកើតសេរីសុស្រីកើតបើអញ្ចឹងមង្គលក៏អត់មាននៅអត្តកិយាចម្លងនឹងយកមកជួក្បាលហើយក្បាលយើងកើតមង្គលកើតមាសកើតពេជ្រដែរអត់ទេកើតសេរីសុខដែរអត់ទេគឺនៅតែលើខ្លួនយើងហើយអញ្ចឹងខ្ញុំបកណាសូមផ្ដាំដែរពេលដែលគេយកទឹកមកដាក់លើប្រហោះព្រះអង្គត្រូវយកទៅដាក់នៅលើបធរណីហើយបើគង់លើផ្ទះលើក្រែបើអត់មានដីទេព្រះអង្គក៏ទម្លាក់នៅលើកំរាលហ្នឹងទៅឬក៏លើថាសដែលគេដាក់ហ្នឹងទៅដែលគេដាក់ភេសជ្ជៈហ្នឹងព្រះអង្គបតក់ដាក់លើថាសហ្នឹងទៅហើយព្រះអង្គផ្សាយមេត្តាចិត្តឲ្យគេហ្នឹងហើយមិនមែនព្រះអង្គធ្វើមាត់ចិត្តអុចសុំសុកដែរទេព្រះអង្គមិនមែនអញ្ចឹងទេ
men cái đặt tật lơ bỏ họ ông giờ mà chu bạc cái hay ông thơ mọt chụp ôi xong sọc xong sấy xu sấy oi nẹt đặt tay tiệt bờ sọ kia vô khâu tê bỏ ông tới nà mọt chụp ôi đấy pan pe để cái đạn nó cứ bỏ ông tầm lẹ tật năng lơ bờ thô này hay bỏ ông sai mê ta chặt oi cái sai mê ta chặt oi sọc sạt nó sập pe sạt ta về hòn tộ nó tộc khập bát ta cho nên tộc khập bây giờ bát ta cho nên phía sau cặp bát ta cho nên sau ca hòn sập pe pan nào chỉ đam lạ năng lại bỏ ông tới sai mê ta chặt oi cái oi sọc sạt oi nhiệt rồi bỏ cái để cái mà chặt tiền để cái phơi bòn nó bát nào nhiệt cái ruồi chạ tộc nó bơi chân bỏ ôngตัวสกได้ละอไปcái bỏ ông tới tập saiสกได้ละอនឹងឲ្យnhiệtរបស់គេមិនព្រះអង្គបានទឹកនឹងមកយកមកដាក់លើប៉កែមិនញាតញោមបានទឹកនឹងមកយកមកដាក់លើប៉កែឯណាគេឲ្យយើងស្រោចទឹកនឹងស្រោចដើម្បីជាកិច្ចផ្សាយមេត្តាដល់ញាតណាទឹកកយាចម្លងនឹងជាកិច្ចណាពន្យល់យើងអំពីហេតុនិងផលអំពីការឆ្លងទៅនៅលងទាំងឡាយ4ព្រោះយើងម្នាក់នឹងគ្មាននរណាងាយឆ្លងផុតនៅលង4ទេកាមោខៈមួយពវោខៈមួយអវិជ្ជាខៈទឹកមួយទឹកថោខៈមួយអន្លងទាំង4នឹងសត្វលោកជាបឋិជនទាំងញោមទាំងអាត្មានឹងមិនងាយនរណាឆ្លងផុតទេដោយសារអីមោហៈអវិជ្ជាជាឫសគល់ណាហើយកិលេសនឹងវារួបរឹតក្នុងសន្តានចិត្តយើងមើលមិនឲ្យយើងមើលឃើញអំពីហេតុនាំឲ្យកើតទុក្ខអំពីការជាប់ជាពាក់នឹងឲ្យយើងមើលមិនឃើញអំពីផ្លូវទៅកាន់ទីរលត់ទុក្ខអាពេលខ្លះដឹងហើយថានឹងផ្លូវទៅកាន់ទីរលត់ទុក្ខដឹងហើយថានឹងជាផ្លូវនាំឲ្យកើតទុក្ខក៏ប៉ុន្តែនៅតែជាប់ជាពាក់នៅតែវង្វេងដោយសារអីដោយសារមោហៈអវិជ្ជាវាបាំងមុខទៅវានាំឲ្យកលេសនឹងវាកើតដល់កលេសនឹងវាកើតទៅវាលែងមើលឃើញផ្លូវទៅកាន់ទីរលត់ទុក្ខវាចិត្តតែដើរផ្លូវខុសទៅគ្រប់ទៅគ្នាអញ្ចឹងទៅបើអញ្ចឹងអាត្មាសរុបមកវិញកុំឲ្យវែងឆ្ងាយគ្រាន់តែចង់បញ្ជាក់ថាទឹកក្រយាចម្លងនេះមួយជាកិច្ចដែលគេធ្វើឡើងក្នុងន័យដើម្បីឆ្លងទៅនៅលងទាំងឡាយ4គេតំណាងអន្លង4កែវ4ហ្នឹងណាញោមណាទៀន4ដើមហ្នឹងគេតំណាងអន្លង4ដាក់នៅលើផ្តិលហ្នឹងគឺអន្លងកាមមួយអន្លងភពមួយអន្លងអវិជ្ជាមួយអន្លងតិដ្ឋិមួយកុំឲ្យយើងមានតិដ្ឋិយល់ឃើញខុសកុំឲ្យមានមិច្ឆាតិដ្ឋិធ្វើម៉េចឲ្យវាមានសមាតិដ្ឋិកុំឲ្យយើងជាប់ជាពាក់ក្នុងកាមភពរូបភពហ្នឹងដោយសារយើងជាប់ជាពាក់ទៅនៅក្នុងអន្លងកាមនិងអន្លងអវិជ្ជានិងអន្លងតិដ្ឋិហ្នឹងញោមចំណាំទៅកាលណាយើងឆ្លងអន្លងកាមអន្លងអវិជ្ជានិងអន្លងតិដ្ឋិផុតអភវោខៈកន្លងគឺភពហ្នឹងគឺអូតូណាកាលណាយើងអស់ទៅនៅអវិជ្ជាយើងអស់ទៅនៅការជាប់ជាពាក់យើងអស់ទៅនៅការយល់ឃើញខុសណានាំឲ្យយើងមានបញ្ញាសមាធិធិយល់ឃើញត្រូវយើងដឹងផ្លូវទៅកាន់ទីរលត់ទុក្ខបើអញ្ចឹងយើងលះបាននៅការជាប់ជាពាក់ទាំងអស់ហ្នឹងផ្លូវទៅកាន់ទីរលត់ទុក្ខពោលគឺព្រះនិព្វានគឺប្រកបណាស់នឹងជាក់ច្បាស់ចំពោះខ្លួនយើងហើយតើកាលណាយើងសម្រេចទៅនៅអនុត្តរសម្មាសម្ពោធិញ្ញាណភពហ្នឹងគឺអូតូអជាតិតੰអចរង្គអជាតិថងអមរណងលែងប្រកបចំពោះយើងទៀតបើអញ្ចឹងទឹកកយាចម្លងហ្នឹងគឺគេសំដៅដល់ការឆ្លងទៅនៅអន្លង់ទាំងឡាយ4នេះញោមកុំឲ្យយល់ឃើញខុសដោយការឆ្លងនឹងយើងយកសទ្ធាយតរតិអោខាងវិរិយេនតុកមច្ឆេតិអបមាតេនអនវੰណាយើងយកសទ្ធាទៅឆ្លងយកសេចក្តីព្យាយាមទៅឆ្លងយកសេចក្តីមិនប្រមាទជាដើមយកទៅឆ្លងនិងយកបញ្ញាណាបញ្ញាយបរិសច្ចតិនោះណាយើងយកសទ្ធាណាយកសេចក្តីព្យាយាមនិងយកបញ្ញានឹងយកសេចក្តីមិនប្រមាទទៅឆ្លងទៅឆ្លងលងហ្នឹងយើងយកអា4ហ្នឹងទៅឆ្លងហ្នឹងយើងមិនមែនយកទូកយកកណោតកប៉ាល់ទៅឆ្លងឥឡូវយើងកុំនិយាយរឿងហ្នឹងគ្រាន់តែយើងដឹងប៉ុណ្ណឹងថាទឹកកយាចម្លងគេធ្វើតំណាងទៅនៅលងទាំងឡាយ4ទេមិនមែនទឹកស័ក្តិសិទ្ធិបកាយអីដែលយើងយកមកដាក់ក្បាលយើងសុំសុខសុំសេរីសួស្តីអីទេញាតិញោមកុំយល់ច្រឡំបងហើយប្រកាសណាលោកម្ចាស់ដែលធ្លាប់ធ្វើអញ្ចឹងឈប់ហ្នឹងហើយព្រះអង្គឈប់ទៅកុំឲ្យប្រសក់យល់ខុសតាមយើងណាព្រះអង្គកណាហើយរឿងជ្រោយទឹករឿងការជ្រោចទឹកហ្នឹងខ្មែរយើងច្រើនតែហៅថាទឹកតក្កណោតុណាញោមណាទឹកតក្កណោតុហ្នឹងមកពីពាក្យតក្កណានិងឧតកៈហ្នឹងតក្កណានិងឧតកៈហ្នឹងគឺទឹកហ្នឹងនិយាយបងឧតកៈហ្នឹងគឺទឹកហើយតក្កណាហ្នឹងគឺសំដៅដល់ទានដល់ប្រសើរដោយសារអីបានហៅថាទានដល់ប្រសើរមកពីយើងធ្វើជាមួយតក្កណីយបុគ្គលខ្លីប៉ុណ្ណឹងញោមយល់ទេតក្កណាហ្នឹងប្រែមកថាទានដល់ប្រសើរហេតុអីបានដល់ប្រសើរមកពីទានហ្នឹងយើងធ្វើជាមួយតក្កណីយបុគ្គលគឺអ្នកមានសិលអ្នកប្រព្រឹត្តព្រហ្មចរិយធម៌មានសេចក្តីល្អក្នុងខ្លួនប៉ុណ្ណឹងចុះហើយឧតកៈទឹកហ្នឹងគឺទឹកដែលយើងច្រូចហ្នឹងណាគឺសំដៅដល់ណាទឹកអីញោមទឹកដែលយើងច្រូចហ្នឹងសំដៅដល់អីគឺសំដៅដល់ទឹកណាមេត្តាចិត្តដែលយើងមាននៅក្នុងសន្តានចិត្តយើងនេះគឺយើងច្រូចទឹកមេត្តាហ្នឹងដើម្បីផ្សាយទៅដល់សពសត្វណាទាំងឡាយនឹងដោយច្រូចនៅលើពធរណីមាននាងកងហេងជាសាក្សីរុក្ខទេវតាអាកាសទេវតាភូមិទេវតាជាសាក្សីមានព្រះភិក្ខុសង្ឃដាក់លើប្រហោះលោកជាសាក្សីឲ្យលោកដឹងឮថាយើងបានបំពេញសេចក្តីល្អហើយយើងកំពុងតែបំពេញសេចក្តីល្អហ្នឹងដោយមានសេចក្តីជ្រះថ្លាឆ្លងទៅនៅសទ្ធារបស់យើងហើយនឹងឲ្យអ្នកទាំងអស់ហ្នឹងបានដឹងឮហើយយើងចាប់ផ្ដើមផ្សាយមេត្តាចិត្តនឹងច្រូចបដើផ្សាយមេត្តាចិត្តបដើនឹករលឹកចំពោះញាតិយើងបដើណាពីការហ្នឹងឧទ្ទិសអ្នកយើងចាប់ផ្ដើមជាញាតិយើងជាញាតិហ្នឹងអ្នកស្លាប់ហ្នឹងយើងចាប់ផ្ដើមផ្សាយមេត្តាចិត្តឧទ្ទិសទៅប៉ុន្តែសួរតើច្រូចមិនច្រូចបានថាបានដូចគ្នាយើងផ្សាយមេត្តាបានដូចតែគ្នាប៉ុន្តែគ្រាន់អត្តន័យនៃការផ្សាយនោះដូចអាត្មាបញ្ជាក់ខាងដើមអញ្ចឹងណាញោមណារឿងច្រូចទឹកហ្នឹងចេះទេនៅឥណ្ឌាញោមដឹងហើយប្រវត្តិរឿងមួយហ្នឹងណានៅឥណ្ឌាជាទម្លាប់របស់ជនជាតិឥណ្ឌាញោមយើងឆ្លងតាមវប្បធម៌ឥណ្ឌាច្រើនណា
ជាទម្លាប់របស់ជនជាតិឥណ្ឌាគឺហូបបាយពិសាបាយណាយើងនិយាយភាសាខ្មែរយើងថាពិសាបាយហ្នឹងគឺគាត់ពិសាបាយអត់ដូចយើងទេហូបបាយអត់ដូចយើងទេនឹងអត់មានប្រើចព្រាប្រើចង្កឹះអីដូចយើងទេគឺប្រើតាចព្រាម៉ែចែកឲ្យហ្នឹងអាដៃទាំង10ហ្នឹងកាយវិតនៅតែហ្នឹងទៅក្រិចណាស់ញោមហ្នឹងហើយគឺគាត់ចូលចិត្តអញ្ចឹងបើមិនហូបបាយអញ្ចឹងទេអត់ឆ្ងាញ់ទេតើហូបអញ្ចឹងបានឆ្ងាញ់មើលទៅណាតាមអាត្មាគិតទេញោមណាមន្ត្រីក៏អញ្ចឹងរាជក៏អញ្ចឹងគឺគេហូបបាយអញ្ចឹងដល់អញ្ចឹងប្រសងក៏អញ្ចឹងដែរសម័យនោះណាប្រសងអ្នកបួសក្នុងសាសនាហ្នឹងក៏អញ្ចឹងដែរអញ្ចឹងគេទម្លាប់ទៅពេលហូបបាយគឺគេមានទឹកមួយក្អមនៅក្បែរខ្លួនលោកហើយពេលណាលោកឆាន់ហើយអញ្ចឹងលោកតែយកអាប្រហោះរបស់លោកហ្នឹងយកទៅចលក់លាងនៅក្នុងក្អមហ្នឹងទៅណាអាដៃដែលប្រឡាក់ហ្នឹងនិយាយណាប្រឡាក់ពីឆាន់ហ្នឹងលោកយកទៅចលក់លាងទៅណានៅឥណ្ឌាគេធ្វើហ្នឹងជាកិច្ចមានកិច្ចអញ្ចឹងទេមិនមែនមានន័យថាតើយើងឆ្លងណាសទ្ធាហ្នឹងតើយើងជ្រោយទឹកបានយើងផ្សាយមេត្តាចិត្តកើតមិនទេដោយរឿងបក្រាបហ្នឹងអញ្ចឹងបក្រាបលោកពាក់ស្មាហ្នឹងដែលលោកពាក់រាល់ថ្ងៃហ្នឹងពេលខ្លះយើងយល់ខុសទៅរឿងខុសបក្រាបពាក់នៅស្មាហ្នឹងតាមពិតជំនាន់ដើមគេយកមកពាក់ដូចនៅថៃអីគេជំនាន់ព្រះជំនាន់ដើមនៅថៃនៅអីគេយកមកពាក់សម្រាប់ជូតដៃជូតអីទៅយីដូចថាលោកឆាន់អីប្រឡាក់អញ្ចឹងទៅគេជូតដៃជូតអីទៅនៅឥណ្ឌាហ្នឹងមានកម្មាមួយនៅពីលើលោកហ្នឹងលោកយកមកបងកទៅលោកចិត្តទៅជូតពាក់ទៅដល់ក្រោយមកគេច្នៃធ្វើរចនាបថមានរូបរាងស្អាតបាតទៅគេយកមកពាក់នៅស្មាទៅជាគ្រឿងលម្អអញ្ចឹងទៅប៉ុន្តែយើងក៏ទៅជាគិតថាហ្នឹងវាតអ្នកមានឋានៈសង្ឃដែលមានឋានៈញាតិយកខ្លះសួរអាត្មាទៅហើយថាលោកដែលពាក់ប្រក្រាបហ្នឹងតលស្ដាច់បានពាក់បានគ្មានណាក៏តែងពាក់បានអាហ្នឹងកណាត់ជូតដៃទេញោមហ្នឹងប៉ុន្តែយើងចិត្តទៅយល់ថាតលយើងមានឋានៈបានពាក់អាហ្នឹងកើតមិនទេចំនួនដើមអាហ្នឹងគេធ្វើសម្រាប់ជូតដៃលោកតែញោមដូចអាទឹកឧតកៈទឹកហ្នឹងអញ្ចឹងនៅឥណ្ឌាគេធ្វើសម្រាប់លាងប្រហោះលោកពេលលោកឆាន់បាយទៅរឿងហ្នឹងខ្លីប៉ុណ្ណឹងអាត្មានិយាយរឿងប្រវត្តិក្នុងពុទ្ធសាសនានេះវិញដែលមានសម្ដែងនៅក្នុងគម្ពីរធម្មបទការជ្រោយទឹកហ្នឹងញោមការជ្រោយទឹកហ្នឹងមាននៅក្នុងគម្ពីរធម្មបទណាលោកប្អូនពេលប្រែព្រះអង្គគ្រប់ព្រះអង្គពេលយើងប្រែកពីយើងឃើញណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្ររពអំពីនន្តយបាសកណាដែលគាត់ធ្វើសាលាហើយគាត់ឆ្លងទៅនៅសទ្ធារបស់គាត់ជ្រោយនៅលើប្រហោះរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឆ្លងទៅនៅសេចក្តីល្អរបស់គាត់ឆ្លងទៅនៅសទ្ធារបស់គាត់ហើយពេលមួយនិយាយវិសាខាដូចគ្នាគាត់ធ្វើសាលាហើយគាត់បវរណាថ្វាយសាលាហ្នឹងចំពោះសង្ឃទៅណាសង្ឃទទួលត្រេកអររីករាយទៅគាត់ក៏ឆ្លងទៅនៅសទ្ធាគាត់យកអាទឹកអមរិតណាដល់តិចរបស់គាត់ហ្នឹងយកមកស្រោចលើប្រហោះរបស់ព្រះសម្មាសម្ពុទ្ធទៅព្រះសម្មាសម្ពុទ្ធក៏យកទឹកហ្នឹងយកមកជ្រោចនៅលើពធរណីបន្តឲ្យផ្សាយសេចក្តីល្អហ្នឹងដល់ញាតិរបស់លោកយាយវិសាខាទៅនឹងរឿងហ្នឹងវាអញ្ចឹងបានតែយើងចិត្តតែធ្វើតមករហូតក្រោយមកហ្នឹងហើយញោមសួរថាតើចាំបាច់ត្រូវតែជ្រោចទេថាមិនតោះទេយើងចង់ជ្រោចក៏បានមិនជ្រោចក៏បានមិនតោះខុសអីទេហើយយើងមិនបាច់ចាំទៅរត់ទៅជន់គ្នាអ្នកខ្លះត្រុតតោងដៃតោងជើងហើយតជ្រោចតោងអញ្ចឹងទៀតបានវាឆ្លងបារមីនឹងទៅចិត្តទៅយល់អញ្ចឹងទៅទៀតឯងញោមហ្នឹងហើយយើងចិត្តទៅយល់ខុសច្រើនទៅយើងមិនបាច់ចាំទៅរត់ទៅកាន់ដៃកាន់ជើងតោងប្រទៀមគ្នាអីទេយើងផ្សាយមេត្តាចិត្តនឹករលឹកតែខ្លួនយើងនឹងទៅបនកុសលដល់ញាតិយើងដូចគ្នាញោមឲ្យទៅបំពេញតាមអង្គនៃតក្កណានុបទានសង្ឃមហិសុបតិតាសីលវាទានណងតេតិណាទាយិកាណងអតិសេអ្នកទេវាគន្ធវានិវេតយងមេតាបិតុបតាឲ្យតែមានលក្ខណៈទាំងអស់ហ្នឹងទៅគឺបនកុសលហ្នឹងសម្រាប់ដល់ញាតិហើយគឺมันសំខាន់លើយើងជ្រោចមិនជ្រោចទេយើងផ្សាយមេត្តាចិត្តនៅពេលដែលអបរាប្រចេតនាខាងចុងចប់សេចក្តីល្អរបស់យើងទៅយើងផ្សាយមេត្តាទៅបានដូចគ្នាញោមណាអញ្ចឹងអាត្មាមិនបញ្ជាក់វែងឆ្ងាយទេហើយរឿងផ្សេងរឿងដែលពាក់ព័ន្ធនៅក្នុងប្រវត្តិនៃការជ្រោចទឹកហ្នឹងក៏អាត្មាមិនបានបញ្ជាក់អីវែងឆ្ងាយច្រើនដែរគ្រាន់តែលើកខ្លីប៉ុណ្ណឹងញោមស្ដាប់យល់ដោយរឿងនន្តយបាសកក្តីហើយពេលមួយនិយាយវិសាខាធ្វើកត់ហើយថ្វាយកត់នឹងដល់ព្រះសម្មាសម្ពុទ្ធទៅនឹងគាត់ស្រោចនៅទឹកអមរិតដ៏ត្រជាក់នៅលើប្រហោះរបស់ព្រះសម្មាសម្ពុទ្ធដើម្បីផ្សាយទៅនៅសេចក្តីល្អហ្នឹងហើយយើងប្រកាន់ភ្ជាប់ណាតាមរឿងហ្នឹងមកនឹងឆ្លុះគ្នាដោយសារតែរឿងហ្នឹងទៀតដោយរឿងនន្តយបាសកអីថាក្នុងកាពីមានហើយហេតុអីបានតែលោកចេះតែទេសថាមិនចង់ឲ្យគេជ្រោចអញ្ចឹងយើងចង់ជ្រោចក៏បានមិនជ្រោចក៏បានមិនតោះខុសទេអញ្ចឹងថ្ងៃនេះខ្ញុំបកណាអាត្មាភាពសូមបញ្ជាក់រឿងហ្នឹងប៉ុណ្ណឹងខ្លីប៉ុណ្ណឹងចុះ